ngày nayខ្ញុំប្រឡងនៃការកាច់ចកូតគឺធ្វើ2ថ្ងៃប្រឡង1ថ្ងៃដោយសារកាច់ចកូតត្រូវបានលងទៅមេរៀនថ្មីគឺអានេះគ្រាន់តែប្រាប់ទេមិនមែនថារៀនបាន2ថ្ងៃប្រឡងអត់ទេគឺជាចិត្តរបស់ខ្ញុំដើម្បីធ្វើទៅលើខ្លួនឯងថាតម្លៃការធ្វើនឹងតែត្រឹមត្រូវអត់បើមិនត្រឹមត្រូវយើងរៀនបន្តទៀតយើងរៀនដែរមានតែបញ្ចេញបណ្ណាំងឈ្នះចាញ់ទៅលើនរណាអូខេបាទគ្រូយកបានអត់បាទហ្នឹងហើយគ្រូចាប់ដើមធ្វើត្រូវអត់នៅឆ្វេងទៅហ្នឹងហើយដល់ពេលគាត់ត្រូវនៅរៀនដដែលមិនយកស្ដាំមកស្ដាំជួបបាទខ្ញុំភ្លេចមើលដែរមិនតបពេលតបហ៎បាទខណៈនៅទឹកខ្លាំងយើងស្លោស្ដាំណាពងជើងនឹងប្រាំងដើម្បីឡើងទៅមុខជន់យើងដាក់សអិនមកនិយាយមិញណាមិនដំឡូងមេរៀនមិនចឹងណាទៅមកgood ណាបាទត្រូវគឺគិតជាចំណេះខុសគិតថាមិនទាន់បានរៀនដែរតែមិនទាន់ចេះណាព្រោះរៀនមិនទាន់ចេះកំហុសណាគេកំហុសលោកគ្រូរៀនមិនទាន់ឲ្យគាត់ចេះប៉ុណ្ណឹងទៅលាចិត្តគុកបានណាបាទចឹងយើងមានខុសឯណាខំប្រឹងព្យាយាម1 2 3 4លេខតែគេតាមមកចឹងលេខដូចពាក់បរោះយកតាមមកដល់លេខ10អត់មានថយក្រោយ1 2 3 4រហូតដល់រាប់ពាន់អត់ដែលបានរាប់ពីរាប់ពាន់មកក្រោយវិញទេតែបើរាប់ជាសិល្បៈហ្នឹងក៏ទៅណាបាទឃើញមកអូខេទៅមួយទៀតចាប់ដើមអនុវត្តបាត់ស្ដាំតែបាត់ឆ្វេងសិនណាបាទអញ្ចឹងយើងមានជំនាញបាត់ហើយណាបាច់បាត់មកជំនួសស្ដាំបាត់ស្ដាំបើបាត់ស្ដាំហ្នឹងទៅទាល់ទៅច្រឡំទៅគ្រប់លើទិសដៅអត់មែនទេគោរពលើសិទ្ធិផ្លូវបន្តណាកាច់មកសិទ្ធិផ្លូវបន្តហ្នឹងគឺផ្លូវឲ្យយើងបាត់ចូលហើយគេមកយើងគ្រប់គេអត់ទាន់បាត់ទេព្រោះលេខទីទៅផុតបានយើងបាត់បានណាបាទទៅច្រឡំដល់គឺប្រាប់ថាទិសដៅតែផ្លូវអសរទេអត់សិទ្ធិលើទិសដៅទេសិទ្ធិលើផ្លូវបន្តផ្លូវតល់ផ្លូវបន្តផ្លូវបន្តនិងផ្លូវតល់បានសិទ្ធិផ្លូវបន្តមានសិទ្ធិលោកស្ដាំមើលចក់ស្ដាំទៅមកទៀតបានឡានផុតកែងកាច់ស្ដាំណាលាមកស្របហើយលេងមិនកុំអោយ